អ្នកទាំងអស់គ្នាដែលធ្លាប់មកទីនេះដែរឬទេ? ទីកន្លែងមួយនេះគឺជាកន្លែងមួយដែលស្រស់ស្អាតណាស់ ហើយពោរពេញទៅដោយអារម្មណ៍ស្ងប់ស្ងាត់ និងភាពអស្ចារ្យនៃអតីតកាល។ តោះថ្ងៃនេះមកដើរទស្សនាប្រាសាទបាពួនជាមួយខ្ញុំទាំងអស់គ្នា។ ប្រាសាទបាពួនស្ថិតនៅតំបន់អង្គរធំ មិនឆ្ងាយពីប្រាសាទបាយ័នទេ។ នៅពេលដែលអ្នកទាំងអស់គ្នាដើរចូលមកខាងក្នុងទីនេះ អ្នកទាំងអស់គ្នានឹងឮសំឡេងខ្យល់ប៉ះស្លឹកឈើ និងសំឡេងឈើឆ្កាងតាមថ្មបុរាណ។ ទីនេះស្ងប់ស្ងាត់ ប៉ុន្តែមានអារម្មណ៍ថាមានជីវិត ពីព្រោះថារាល់ថ្ម រាល់ជញ្ជាំង ដូចជាមានរឿងរ៉ាវផ្ទុកក្នុងវា។ បើសិនជាពេលដែលយើងឡើងទៅដល់កំពូល អ្នកនឹងឃើញទេសភាពអង្គរធំទាំងមូលស្រស់ស្អាតជាទីបំផុត។ ពេលដែលខ្ញុំកំពុងតែឈរនៅទីនេះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាកំពុងតែបញ្ឈប់ពេលវេលា ហើយអារម្មណ៍របស់ខ្ញុំចាប់ផ្ដើមស្ងប់ស្ងាត់ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតដែលដក់ជាប់នឹងភ្នែករបស់ខ្ញុំ។ ប្រាសាទបាពួនមិនមែនត្រឹមតែជាប្រាសាទបុរាណទេ ប៉ុន្តែជាកន្លែងសម្រាប់សម្រាកចិត្តអ្នកទាំងអស់គ្នា និងស្គាល់ភាពស្រស់ស្អាតនៃប្រវត្តិសាស្ត្ររបស់យើង។ បើសិនជាអ្នកទាំងអស់គ្នាបានមកលេងសៀមរាប កុំភ្លេចចូលមកលេងទីនេះផងណា គឺមកទស្សនាកន្លែងដែលធ្វើឲ្យអារម្មណ៍របស់អ្នកបានស្ងប់ស្ងាត់ផង។ អរគុណដែលបានចំណាយពេលវេលាដើរលេងជាមួយនឹងខ្ញុំថ្ងៃនេះ សូមចុច Like និង Follow ដើម្បីទៅទស្សនាកន្លែងស្អាតៗបន្តទៀតជាមួយនឹងខ្ញុំ